ឥឡូវបងប្អូនឥឡូវយើងមកចំហុយល្ពៅបងប្អូនចាចំហុយល្ពៅមួយពងទាឬក៏ពងមាន់ជាមួយទឹកដោះគោចាជំហានទី1យើងមានល្ពៅបងប្អូននេះល្ពៅមិនក្បាលទេបងប្អូនចាល្ពៅខ្ញុំវែងតែយើងមានល្ពៅមូលយើងអញ្ចឹងក៏បានដែរឲ្យតែថាល្ពៅហើយល្ពៅហ្នឹងយើងយកមកចិតបងប្អូនយើងចិតជាប្រទេសស្ដើងអញ្ចឹងណានេះយើងចិតជាប្រទេសស្ដើងអញ្ចឹងល្ពៅចាហើយពងមាន់បងប្អូនពងមាន់ក្នុងកតោនេះខ្ញុំដាក់3គ្រាប់នេះក្នុងមករង្វាន់ខ្ញុំដាក់3គ្រាប់ចាដាក់ពងមាន់ហើយជាមួយទឹកដោះគោហើយបើយើងមានទឹកដោះគោឆៅគឺយើងដាក់ដោះគោឆៅទៅតែបើយើងអត់មានយើងដាក់ដោះគោខាប់ដោះគោអីក៏បានដែរបងប្អូនចាតែសំខាន់បើយើងដាក់ដោះគោខាប់គឺយើងលាយទឹកអីបន្តិចណាបងប្អូនចាវាកុំឲ្យវាខាប់ពេកចាហើយយើងដាក់ខ្ទិះដូងបងប្អូនយើងដាក់ខ្ទិះដើមណាយើងដាក់ខ្ទិះដើមចូលផងមកបានវាឈ្ងុយល្អបងប្អូនចាតែបើសិនជាយើងចូលចិត្តផ្អែមក៏យើងលាយស្ករថែមណាបើយើងមិនចូលចិត្តយើងមិនដាក់ស្ករទេចាដូច្នេះនៅក្នុងហ្នឹងគឺមានពងមាន់មានទឹកដោះគោហើយនឹងមានខ្ទិះដូងបងប្អូនចាយើងវាយចូលនេះណាបងប្អូនយើងវាយចូលនេះយើងមើលមកលបាយថាយើងចំហុយទៅឲ្យវាខាប់បងប្អូនចាចំហុយទៅឡើងដូចនំពងមាន់អញ្ចឹងបងប្អូនចាដូច្នេះល្ពៅកាលណាយើងយកមកហើយយើងតម្រៀបដាក់ចូលចានអញ្ចឹងឯងបងប្អូននេះយើងតម្រៀបវាដាក់ចូលចានមួយជាន់យើងដាក់ចូលចានមួយជាន់អញ្ចឹងហើយគឺយើងចាក់ទឹកដោះគោចូលបងប្អូនចាយើងចាក់ទឹកដោះគោចូលឥឡូវយើងចាក់ដោះគោចូលអញ្ចឹងណាបងប្អូនចាយើងចាក់ដោះគោចូលហើយគឺយើងដាក់ល្ពៅបន្តទៀតបងប្អូនចាយើងចាក់តម្រៀបតតែអស់ល្ពៅយើងណាតម្រៀបចាក់ទៅដោះគោទៅឥឡូវយើងបានចាក់ហើយអស់ហើយណាបងប្អូនចាពងមាន់និងល្ពៅយើងតម្រៀបហើយចឹងហើយគឺយើងយកទៅចំហុយបងប្អូនចាយើងយកទាំងឆ្នាំងយើងនេះបាននេះថាឆ្នាំងចំហុយបងប្អូនចាយើងយកទៅចំហុយបងប្អូននំល្ពៅដែលយើងដាក់ចំហុយមិញហ្នឹងគឺឆ្អិនហើយណាបងប្អូនចាគឺឆ្អិនរួចរាល់ហើយណែបងប្អូនឃើញទេឆ្អិនហើយខ្ញុំយកមកកាត់វាញ៉ែបងប្អូនខ្ញុំកាត់វាជា4ខ្ញុំកាត់វាជា4ណាបងប្អូនចាខ្ញុំកាត់វាជា4នេះចាខ្ញុំកាត់វាជា4ហើយយើងផ្កាប់ណាបងប្អូនចាយើងផ្កាប់ដាក់ចូលចានមួយមកគឺឃើញស្អាតតែម្ដងបងប្អូនផ្លាប់នេះបងប្អូនឃើញទេយើងផ្កាប់មកនេះឃើញទេបងប្អូនឃើញទេអានេះនំល្ពៅលាយពងទាទឹកដោះគោបងប្អូនយើងឆុងមកឲ្យយើងលាយមកយើងដាក់ចំហុយបងប្អូនហើយបងប្អូនចាំមើលនេះរូបរាងវាស្អាតណាបងប្អូននេះមើលឃើញទេឃើញមានសាច់ល្ពៅមានសាច់សង់ខ្យាលាយគ្នាតែម្ដងបងប្អូនឃើញរាល់ដងយើងធ្លាប់ធ្វើតែយើងចប់ល្ពៅប្រហោងមកយើងដាក់សង់ខ្យាកដាលឥឡូវយើងធ្វើលាយគ្នាពេញទាំងអស់អញ្ចឹងតែម្ដងបងប្អូនឃើញទេស្អាតតាចាដូច្នេះបើបងប្អូនណាចង់សាកនំល្ពៅចំហុយអញ្ចឹងបងប្អូនសាកល្បងមើលចាសាកល្បងធ្វើតាមនាងខ្ញុំសាកមើលបងប្អូនចាអរគុណច្រើនបងប្អូនទាំងអស់គ្នា